បាទជំរាបសួរសួស្តីទៅកាន់ពុកម៉ែបងប្អូនបាទថ្ងៃនេះនាំអារម្មណ៍បងប្អូនទៅទស្សនាកន្លែងបងត្រីមួយកន្លែងបាទមានឥឡូវនេះបាទយើងមកដល់ហ្នឹងយើងបត់ស្ដាំមកបាទហើយយើងទៅត្រង់រហូតបងប្អូនបាទប៉ុន្តែខ្ញុំមកជួននេះឥឡូវគេច្រូតហើយអស់បងប្អូនបាទច្រូតហើយមួយចំហៀងបាទនៅមួយចំហៀងបាទពួកនេះគេធ្វើស្រែបដិញគ្នាបងប្អូនទឹកគេបបោមជួននេះបងប្អូនបាទផ្លូវនេះកាលខ្ញុំមកពីលើកដំបូងបាទពិបាកផ្លូវហ្នឹងបងប្អូនពិបាកមែនទែនផ្លូវហ្នឹងប៉ុន្តែឥឡូវរៀងស្រួលខ្លះហើយបាទប៉ុន្តែគាត់ថានៅកន្លែងបងត្រីហ្នឹងប៉ុន្តែឆ្នាំណាទេបងប្អូនខ្ញុំបងបានណាត្រីឆ្លូញធំបងប្អូនបាទឥឡូវនេះចាប់ផ្ដើមនាំពុកនាំប្អូនបាទទៅរកមើលទីតាំងហ្នឹងបងប្អូនបាទនេះម្នាក់អត់ស្គាល់ពិបាកមករកកន្លែងដែរបងប្អូនកាលពីខ្ញុំមកដំបូងនេះគេនាំមកដែរទេបងប្អូនអើយឥឡូវនេះគេចាប់ផ្ដើមមកនាំពុកនាំបងប្អូនទៅសាកមើលលេងបាទនេះមកបងនេះបងចំថ្ងៃចិត្តភ្ជុំបាទចិត្តភ្ជុំនេះបងប្អូនមកគេបើកទឹកបាយទៅហូរអស់ឥឡូវរៀងទឹករៀងស្រកដែរបើខ្លាចយើងទៅសង្ឃឹមអាចត្រូវខ្លះបងប្អូនមើលឥឡូវនេះរៀបចំមកទស្សនាតាមផ្លូវទាំងអស់គ្នាបងប្អូនបាទនេះស្រែខាងនេះបាទគេចាប់ដើមភ្ជួរបាទភ្ជួរគេបូមទឹកបូមអីដាក់ចូលថែមបាទស្រែភ្ជួរហ្នឹងមួយឆ្នាំគេធ្វើបានប្រហែលជា2 ទៅ 3 ដងបាទនេះគេចាប់ដើមដោះហើយបាទស្រែគេខៀវល្ងឹតបងប្អូនធ្វើស្រែមើលបងប្អូនគេធ្វើដូចជាមិនតាមគ្នាប្រហែលទេបាទមានដោះមុខដោះក្រោយអាខ្លះទំជួអញ្ចឹងគេអាងទឹកគេជួនេះបបោបងប្អូនបបោសម្បូរទឹកជួហ្នឹងឥឡូវគឺយើងបាទនេះមកដល់នេះបាទនេះគេបូមកទឹកពីបន្លាយមកចូលស្រែបងប្អូនបាទនេះបាទចូលនេះបាទគេកាត់ចឹងឯងដាក់បាទឥឡូវនេះអូលីងពងលីអីទៅចាប់ផ្ដើមហើយបាទឥឡូវនឹងដល់ទីតាំងបងត្រីបងប្អូនបាទទីត្រង់បងត្រីហើយបាទឥឡូវបាទចាំស្ដាប់សំឡេងស៊ីនរបស់គ្នាបងប្អូនឥឡូវពុកគាត់បកទៅវិញទៅរកកន្លែងគេទៅស្រោបអីបងអត់ត្រូវបាយផ្លែធំអត់និយាយផ្លែពេញដើមធំតែមួយមានតែមួយនេះអីផ្លែហ្នឹងបេះតែអាណាជាប់មកដៃជាប់ដៃផ្លែពេញដើមមានតែមួយធំហើយធម្មជាតិផ្លែធម្មជាតិបងប្អូននេះអត់ប្រើជីទេមើលអូធម្មជាតិបាទតាក់ដាក់មកសំណាញ់តាក់បាត់ទឹករាក់ទេមិនជួននេះគេអត់សម្អាតទេទឹកជ្រៃ